បងវីដេអូមុនបងអញនិយាយពីការរុញសៃហ្នឹងសំខាន់មែនតើដើម្បីកាត់បន្ថយការលីបសៃហ្នឹងឡើងលើឲ្យគូប្រជែងរបស់យើងគប់មកខាងយើងអញ្ចឹងធ្វើមិនទៅដើម្បីដឹងថាទីតាំងណាដែលគួររុញទៅទីតាំងណាដែលអត់គួររុញទៅអញ្ចឹងទី1អញ្ចឹងករណីដែលគូប្រជែងរបស់យើងគាត់ថយស្មើគ្នាថយចុះស្មើគ្នាម្នាក់ខាងអញ្ចឹងយើងអាចធ្វើការត្រប់នៅខាងមុខនេះមុខណាគេក៏បានដែរឬក៏កដានេះឬក៏ជំនាញខាងនេះគាត់គ្រាប់ផ្សៃហ្នឹងគឺអត់មានហានិភ័យក្នុងការ return មកខាងយើងវិញទេមានតែគាត់ leave គ្រាប់ផ្សៃហ្នឹងឲ្យយើងគប់វិញទេអញ្ចឹងយើងគ្រប់លំដាប់ទៅលើសាច់ស្នៀតរបស់គាត់ហើយចំណែកតែទី2ករណីគាត់ឈរមុខក្រោយកាលណាគាត់ឈរមុខក្រោយយើងត្រូវបោះទីតាំងដែលល្អនេះទីតាំងដែលខាងក្រោយអ្នកឈរខាងមុខបន្តិចខាងមុខអ្នកដែលឈរខាងក្រោយបន្តិចដើម្បីឲ្យគាត់ប្រចាំគ្នានិយាយទៅទីតាំងដែលទាំងពីរអ្នកហ្នឹងគាត់ប្រចាំគ្នាហើយចង់យកដូចគ្នាអញ្ចឹងទៅធ្វើឲ្យគាត់ប្រចាំគ្នាស្អីហ្នឹងគាត់ return មកវិញអត់មានហានិភ័យសម្រាប់យើងជាមួយនឹងដៃគូយើងមិនបាទៅយកទេចំណែកឯទី3កាលណាដែលគាត់ឈរមុខក្រោយនឹងដដែលយើងត្រូវត្រាយស្អីហ្នឹងឲ្យលឿនទៅលើបុគ្គលម្នាក់ដែលឈរខាងមុខនេះកាលណាគាត់លើកដងរកាច់យកគាត់ស្អីហ្នឹងគាត់ធ្វើកម្លាំងតិចគឺហោះចេញទៅឆ្វេងស្ដាំហ្មងគឺចេញទៅក្រៅហើយបើសិនបើគាត់លើកដងចោលដើម្បីឲ្យប៉ះគ្រាប់ផ្សៃហ្នឹងវាគ្រាន់តែ reflect មកខាងយើងឯងវាអាចឡើងខ្ពស់យើងអាចតប់ទៅបានយើងអាចទះបានអញ្ចឹងភាគច្រើនកាលណាយើងត្រាយលើក្បាលគាត់លើដៃគាត់ដោយលឿនអញ្ចឹងគាត់អត់ហ៊ានយកឲ្យគាត់ទុកឲ្យដៃគូបោគាត់នៅខាងក្រោយនោះជាអ្នកយកវិញព្រោះគាត់ខាងនោះមានពេលវេលាមើលស្អីហើយអាចគិតពីទីតាំងដែល return គាត់ស្អីមកវិញអញ្ចឹងនៅពេលដែលបែបហ្នឹងយើងអត់មានហានិភ័យទេព្រោះថាចងាយដែលអ្នកក្រោយយកមកយើងគឺឆ្ងាយអញ្ចឹងយើងមានពេលវេលាគិតណាមួយទៀតកាលណាគាត់នៅឈរមុខក្រោយយើងត្រាយលឿនអញ្ចឹងយើងអាចធ្វើការត្រាយទៅខាងឆ្វេងនោះឆក់ចែងខាងនោះឬក៏ចែកខាងនោះដើម្បីឲ្យអ្នកក្រោយនោះគាត់បំលាស់ទីឈងទៅយកអញ្ចឹងយើងប្រហោងខាងនោះហើយអ្នកមុខរបស់គាត់គឺឈរឡើងនេះកាលណាយើងត្រាយទៅខាងនោះភ្លាមយើងទះទៅខាងនោះគាត់ return មកយើងទះទៅខាងនោះគឺអស់ហើយបើសិនបើដៃគូរបស់គាត់នេះថយទៅខាងនោះវិញវាទលាយនៅខាងមុខនេះអញ្ចឹងយើងធ្វើឲ្យគាត់បំលាស់ទីច្បុកច្បល់គ្នាហ្មងយ៉ាចំណែកឯទី3ទី4នេះនៅពេលដែលមុខក្រោយនឹងដដែលករណីអញ្ចឹងហើយខាងមុខនេះគាត់លើកដៃចាំមកខាងដើម្បីបិទផ្នែកណាមួយអញ្ចឹងយើងត្រូវតែរុញសៃហ្នឹងឬក៏ត្រប់សៃហ្នឹងទៅកាន់ខ្វែងដៃដែលគាត់បានធៀបឧទាហរណ៍បើគាត់កំពុងតែលើកដៃស្ដាំអញ្ចឹងលើកកម្ពស់ហ្នឹងឯងគាត់បិទផ្នែកខាងហ្នឹងឯងអញ្ចឹងយើងត្រូវត្រប់នៅចំហៀងខាងនេះត្រប់ក៏បានត្រាយមកក៏បានដែរកាលណាត្រាយមកគាត់អត់ហ៊ានបាត់មកឲ្យគាត់ទុកឲ្យដៃគូគាត់យកហើយបើយើងត្រប់កន្លែងណាគាត់នឹងដកពេលវេលាហ្នឹងយកមកកោះខ្សែឡើងនេះឬក៏ចាក់ខ្សែតូនអញ្ចឹងអត់មានហានិភ័យក្នុងការ return គ្រាប់ខ្សែហ្នឹងលឿនមកខាងយើងវិញចំណុចសំខាន់ទាំង4នេះគឺសំខាន់មែនទែនក្នុងការចេះត្រាយខ្សែទីតាំងហ្នឹងអូខេ follow for more